ជំរាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំសាមីថ្ងៃនេះខ្ញុំមានលុយ50000រៀលហើយខ្ញុំនឹងនាំពុកម៉ែបងប្អូនញ៉ាំអីចំនួន5កន្លែងនៅម្ដុំផ្សារជុកមាសចង់ដឹងថានៅកន្លែងណាខ្លះទៅមើលវីដេអូនេះទាំងអស់គ្នា Let's go peace ទីតាំងទី1របស់យើងហ្នឹងគឺ Phở Yin Yang ខ្ញុំតែងតែមកញ៉ាំទីនេះជាប្រចាំហើយខ្ញុំក៏ជាមួយរបស់គាត់ដែរនៅហ្នឹងទឹកស៊ុប Phở របស់គាត់គឺ best តែម្ដងខ្ញុំឲ្យលេខ1អ្នកនរគ្នាអាចញ៉ាំ Phở ក៏បានឬក៏ញ៉ាំមីក៏បានតែថ្ងៃហ្នឹងខ្ញុំសុំដប់ហើយញ៉ាំ Phở លាយមីញពុកម៉ែបងប្អូននៅម្ដុំផ្សារជុកមាសប្រកាសជាស្គាល់ហើយផ្លូវបន្លាយគឺថាហាង Yin Yang ហ្នឹងគឺនៅមួយជួររកបន្លាយហ្នឹងតែម្ដងបើនិយាយពីបន្លែវិញគឺថាស្រស់ខ្លាំងមែនតើឥឡូវយើងមកលាយទឹកជ្រលក់ទាំងអស់គ្នាហើយ Phở របស់យើងអ្វីដែលអត់បានគឺម្ទេសសាតេណ៎នេះហឹលហោះហឹលហាគឺថាហឹលខ្លាំងតែម្ដងខ្ញុំបញ្ចូលសលេងនេះគឺម៉ោង11ជាងហើយមើលវីដេអូនឹងបណ្ដាគឺថាលេបទឹកមាត់បណ្ដាឥឡូវហ្នឹងមកភ្លក់មួយខ្ញុំទាំងអស់គ្នាហើយ Phở មួយចាននេះខ្ញុំចំណាយអស់11000រៀលបន្ទាប់ពីញ៉ាំអីហើយខ្ញុំនាំអ្នកនរគ្នាទៅញ៉ាំកាហ្វេម្ដងហើយកាហ្វេនេះគឺតែ3500រៀលទេអ្នកនរគ្នាហើយគឺថាបានកែវធំតែម្ដងពោះទីតាំងវិញអ្នកនរគ្នាអាចជិះតាមផ្លូវផ្សារជុកមាសយើងហ្នឹងមកត្រង់រហូតមកអ្នកនរនឹងឃើញកាហ្វេកូនអ៊ីបឿនហើយកាហ្វេមួយកែវនេះគឺខ្ញុំចំណាយអស់3500រៀលហើយទីតាំងទី3របស់យើងគឺជាកន្លែងលក់កែបបោកអាំងក្រួយអាំងហើយនិងមាន់អាំងកន្លែងនេះគឺខ្ញុំចូលចិត្តមកទិញញ៉ាំនៅផ្ទះអ្នកនរគ្នាដោយសារកន្លែងគាត់អត់សូវមានកន្លែងអង្គុយតែខ្ញុំចូលចិត្តទិញទៅញ៉ាំនៅផ្ទះគឺថាតំណងខ្លាំងតែហើយឆ្ងាញ់មូលហេតុដែលខ្ញុំចូលចិត្តញ៉ាំកន្លែងហ្នឹងគឺដោយសារតែគាត់ប្រឡាក់គ្រឿងគឺឆ្ងាញ់ឥឡូវមកភ្លក់មួយខ្ញុំទាំងអស់គ្នាអ្នកនរគ្នាមើលតែមាត់ខ្ញុំទៅដឹងថាឆ្ងាញ់ប៉ុណ្ណាហើយទីតាំងរបស់គាត់ហ្នឹងគឺនៅផ្លូវកាហ្វេដដែលអ្នកនរគ្នាជិះមកត្រង់មកអ្នកនរគ្នានឹងឃើញកន្លែងលក់កែបបោកហ្នឹងឯងអ្នកនរគ្នាហើយមួយប្រអប់នេះដែរគឺខ្ញុំចំណាយអស់10000រៀលឥឡូវយើងបន្តដំណើរទៅកាន់ទីតាំងមួយទៀតគឺជាកន្លែងតៅហ៊ូស្អុយធានសានបើសិនជាអ្នកនរធ្វើដំណើរត្រប់តាមមាត់បន្លាយបូរីពិភពថ្មីផ្សារជុកមាសអ្នកនរនឹងឃើញម៉ូតូជុំហើយអ្នកនរឃើញផ្លាកថាតៅហ៊ូស្អុយធានសានទីតាំងមកកន្លែងនេះហើយដែលខ្ញុំចង់ឲ្យអ្នកនរគ្នាមកសាកតៅហ៊ូស្អុយនៅទីនេះគឺថាឆ្ងាញ់អត់តលន់អនាម័យល្អហើយកន្លែងនេះដែរគឺជាកន្លែងដែលខ្ញុំទើបតែមកសាកដូចគ្នាដែរអ្នកនរគ្នាដោយសារតែខ្ញុំឃើញនៅក្នុង app Wow Now ខ្ញុំឃើញគេ rate ឲ្យច្រើនក៏ខ្ញុំមកសាកហើយគឺថាឆ្ងាញ់របស់គេមែនអ្នកនរគ្នាឥឡូវខ្ញុំនឹងញ៉ាំឲ្យអ្នកនរគ្នាមើលហើយមួយចាននេះគឺខ្ញុំចំណាយអស់12000រៀលទីតាំងចុងក្រោយរបស់យើងគឺជាកន្លែងសាច់គោអាំងទឹកប្រហុកសាច់គោអាំងមកកន្លែងនេះគឺខ្ញុំអត់ស្គាល់ឈ្មោះទេប៉ុន្តែគឺជាទីតាំងដែលតូចសាមញ្ញប៉ុន្តែឆ្ងាញ់មើលទៅការអាំងសាច់គោរបស់គាត់ក៏ដឹងថាឆ្ងាញ់ដែរហើយតម្លៃសាច់គោរបស់គាត់គឺក្នុងមួយប្រអប់តម្លៃចាប់ពី12000រៀលឡើងទៅមកឥឡូវយើងកុំឲ្យខាត់ពេលយូរយើងមកញ៉ាំទាំងអស់គ្នាមើលខ្ញុំនិយាយទឹកជ្រលក់ទៅអ្នកនរគ្នាយើងដាក់គល់តក្រីជាមួយម្ទេសហើយច្របាច់ខួចឆ្មាបន្តិចមកជ្រលក់មួយសាច់គោអាំងគឺថាឆ្ងាញ់បែបមកអ្នកនរគ្នាទីតាំងបើសិនជាអ្នកនរគ្នាមកពីផ្សារជុកមាសអ្នកនរគ្នានឹងជិះកាត់កាហ្វេ Corner សាឡា Belty អ្នកនរគ្នាមកត្រង់កន្លែងសាច់គោអាំងនេះគឺនៅជាប់នឹងកន្លែងលក់ដេប៉ូឈើមួយអ្នកនរគ្នានឹងឃើញតូបតូចមួយដែលគេមានលក់សាច់គោអាំងនៅខាងមុខហើយជិះមកពីផ្សារជុកមាសគឺនៅខាងស្ដាំដៃហើយសម្រាប់សាច់គោមួយចាននេះដែរគឺខ្ញុំចំណាយអស់12000រៀលលើ50000របស់យើងគឺនៅសល់តែ14500រៀលទេអញ្ចឹងខ្ញុំចាយអស់12000រៀលហើយគឺនៅសល់តែ2500រៀលទេហើយខ្ញុំនឹងអត់ទៅផ្ទះជាមួយនឹងលុយ2500រៀលនេះទេខ្ញុំនឹងរកវិធីចាយទាល់តែអស់ហើយខ្ញុំក៏នឹកឃើញហាងការ៉េមួយកន្លែងដែលគេលក់មកដើមតែ2000រៀលទេហើយខ្ញុំក៏នៅសល់លុយ500រៀលទៀតហើយខ្ញុំក៏ចាប់ដើមជួបនៅបញ្ហាថ្មីចូលក្នុងជីវិតរបស់ខ្ញុំគឺថាខ្ញុំសល់លុយ500រៀលអញ្ចឹងខ្ញុំមិនដឹងធ្វើម៉េចក៏ថែមលុយ500រៀលទៀតអញ្ចឹងមានថាអស់50500រៀលហើយ500រៀលហ្នឹងខ្ញុំថែមដើម្បីផ្ញើម៉ូតូអរគុណដែលបានតាមដានវីដេអូនេះតាំងពីដើមដល់ចប់ជួបគ្នាដោះស្រាយគណិតវិទ្យានៅវីដេអូក្រោយទៀតបាយបាយ Peace